ពួកអាសង្គ្រោះជាតិហ្នឹងអាសកម្មជនវាធំនៅក្នុង Facebook វាមិនដែលដាក់រូបពិតរបស់វាទេពីព្រោះភាគច្រើនពួកវាមានតំណែងធំនៅក្នុងគណៈបកវាជាតំណាងរាស្ត្រវាអាចជាសំរងស៊ីវាអាចជាកម្មសខានឹងផងដល់ពេលអញ្ចឹងវាមិនចេញមុខទេដល់មិនចេញមុខវានិយាយអីក៏បានដែរវាកាត់រូបយើងតរូបខ្ញុំវាសំបន្តិចបងប្អូនដែលវាធ្លាប់ចោទថាខ្ញុំនឹងអាយ៉ងរបស់គណៈបកប្រជាជនប៉ុន្តែមុំសំណងដូនេះកែមលៃនេះសិតតែមនុស្សគ្រប់គ្រងវាអន្តោះទឹមចេញមកដោយសារពួកវានឹងបោកប្រជាប្រដ្ឋតាក្បត់ពាក្យសន្យាតាស្រាប់តែមុំសំណងដូនឹងក៏ទៅជាយួនក៏ទៅជាអាយ៉ងយួនកែមលៃនឹងក៏ទៅជាយួនអាយ៉ងយួនទាំងអស់បងប្អូនហើយអាប៉ុណ្ណឹងវាមិនឆ្ងាញ់ប្រមាណទេពីព្រោះវាបានអំណាចអាធំហ្នឹងវាកាត់រូបតអញ្ចឹងហើយដល់ពេលស្ក្រលមកក្រោមមើលខមមិនវាបងប្អូនហើយខ្ញុំគាំទ្រគំនិតទស្សនៈថាកែមលៃខំវាសនាមុំសដងដូជាយួន 100% គាំទ្រស្ក្រលមកបងប្អូនចង់100នាក់តែមានអ្នកប្រឆាំងមួយថាអ្នកនយោបាយស្រុកខ្មែរបកកែលៀបពណ៌និយាយអញ្ចឹងប្រឆាំងអាចោទថាយើងមុំសដងដូកែមលៃហ្នឹងថាជាយួនហ្នឹង1 2 300នាក់ឃើញមួយសិតតែគាំទ្រខ្ញុំនឹកក្នុងចិត្តកូនមីកញ្ជះគេណាហើយអីក៏មិនចេះស្អប់អំពើអាក្រក់អញ្ចឹងកើតមកសណ្ដានអាក្រក់ពីកណាត់ហ្មងណាឈាមនឹងគឺឈាមឆ្កែមកពីកណាត់មកហ្មងណាវាឃើញអញ្ចឹងវាទៅជាគាំទ្រហើយវាគាំទ្រអត់គេអត់ខ្មាស់ដែលយើងហាមាត់និយាយមិនចេញបែបព្រះសម្មាសម្ពុទ្ធលោកស្គិញចឹងណាយ៉ាងបានលោកលើកជាកតិថាសរសើរឬគាំទ្របុគ្គលដែលមិនគួរសរសើរចុះនរកដូចគេធាក់ពីក្រោយបែបលោកខ្ពើមលោកស្គិញចឹងណាយ៉ាងអានេះមេវាកាត់តលៀបពណ៌យើងអាកូនចៅនិយាយពីគាំទ្រខ្ញុំចេះតែនឹកក្នុងចិត្តយីខ្មែរដល់ម្លឹងណោះក្រោយពីប៉ុលពតសម្រាប់អ្នកល្អអស់ទៅសល់អកតិកទីមកដល់ថ្នាក់ហ្នឹងណោះខ្មែរដល់ខ្ញុំមើលឃើញអញ្ចឹងបងប្អូនអាចិត្តជាប់ជាពាក់នឹងខ្មែរដោះរួចហ្មងបងប្អូនដូចថាវាអស់ចិត្តណាដូចថាកូនរបស់យើងអញ្ចឹងវាមានធ្វើស្អីមួយនោះស្រាប់តែធ្វើឲ្យយើងអស់ចិត្តហ្មងវាជក់គ្រឿងញៀនវាលួចលុយយើងអានឹងយើងនៅតែមិនអស់ចិត្តស្រាប់តែថ្ងៃមួយវានាំប្អូនស្រីយកទៅលក់ជុំដល់ដំណាក់កាលនឹងធ្វើទៅកើតណាកូនមួយនឹងចិត្តយើងដាច់ហ្មងបងប្អូនខ្ញុំដល់ពេល scroll មើលឃើញអញ្ចឹងបងប្អូនអាចចិត្តដែលសង្ឃឹមថាជួយខ្មែរបាននឹងចប់ហ្មងបងប្អូនខ្ញុំសុំរស់នៅក្នុងភាពរបស់ខ្ញុំចោះឧទាហរណ៍អំពៅធម្មជាតិរបស់វាផ្អែមទោះបីជាគេយកទៅដាក់ក្នុងគ្នៀបទឹកយ៉ាងណាក៏ដោយក៏វាមានរសជាតិផ្អែមដែរពីព្រោះធម្មជាតិវាជាអំពៅដូចគ្នាជាមួយនឹងមនុស្សល្អដែលឈឺឆ្អាលគេវាគឺជាធម្មជាតិរបស់មនុស្សល្អដល់កម្រិតឈប់មិនបានចុះបើយើងឈប់ទៅជួយគេវាមិនបានវាគឺជាសារជាតិកំណើតរបស់យើងទៅហើយដល់ពេលយើងទៅជួយគេយើងប្រទះតែរឿងអញ្ចឹងយើងឈឺចិត្តមិនទៅជួយក៏ពិបាកក្នុងខ្លួនទៅជួយក៏ពិបាកក្នុងខ្លួនឯណាផ្លូវដែលត្រូវដើរអញ្ចឹងបានខ្ញុំជ្រើសរើសផ្លូវដើរថាអញគ្រាន់តែរកកំណត់ទស្សនៈយកមកនិយាយរួចហើយយកទៅចាក់ផ្សាយទៅកូនមានផ្ទះបាញ់ណាស្ដាប់ក៏ស្ដាប់ទៅកូនមិនត្រូវបេណាមិនស្ដាប់ក៏ហើយទៅខ្ញុំថាអញ្ចឹងហើយទៅក្តិតអាចអីអញបើអញអត់ចង់បានអីពីឯងផងអញជេរដាច់ព្រលឹងជេរដាច់ប្រយោជន៍អញអត់ចង់បានអីពីឯងផងនោះវាហួសហេតុទេបងប្អូនហួសហេតុអញ្ចឹងបានអ្នកអត់ទាន់ចេះជេរខ្ញុំថារៀនធ្វើតិចទៅហើយធ្វើមែនតើដាក់ចិត្តដាក់កាយដាក់ព្រលឹងទាំងស្រុងក្នុងការងារហ្នឹងមួយជីវិតគឺបូជាដើម្បីបបផែតហ្នឹងហើយចេះជេរឡើយហើយប្រទះឡើយហើយអាអ្នកដែលធ្វើលុំទេដែលនិយាយថាហើយធ្វើពាក្យយ៉ាងហ្នឹងអាក្រក់ខ្ញុំមិនគាំទ្រទេហើយអត់ទាន់ធ្វើហើយធ្វើមើលហត់ដល់កំណត់ធំអត់បានទេបងប្អូនណាខ្ញុំពាល់អារម្មណ៍មួយនេះត្រូវហ្មងខ្មែរយើងដល់កន្លែងខ្លះខ្ញុំរកហាមាត់ហ្មងបងប្អូនតើស្អើពូជយើងតើស្អើមិនបានវាដូចហួសហេតុពេកទេបងប្អូនដូចមុំសំណងដូដូចកែមលៃសិតតែមនុស្សដើររកស្លឹកឆ្នោតឲ្យកម្មសខាហ្នឹងឲ្យសំរងស៊ីហ្នឹងរួចហើយគេឃើញពួកហ្នឹងវាបោកប្រជាប្រដ្ឋមនុស្សគេខំប្រឹងដើររកគេ
គេខំបង្កៀងកគេមិនឈរឈ្មោះគេមិនចង់បានអំណាចផងណារួចហើយដល់ពេលអ្នកឯងធ្វើខុសឆន្ទៈរបស់រាជអ្នកឯងបោកគេមិនឲ្យគេក្តៅខ្លះទេអីដល់ពេលគេក្តៅលាបពណ៌វឹងបិណ្ឌលាបពណ៌ប៉ុណ្ណឹងណាបើមុំសំណងដូកកែមលៃហ្នឹងទៅចូលវាភ្លាមណាគឺអ្នកស្នេហាជាតិវិញភ្លាមហ្មងហើយលើតែច្រឡំមាត់ចេញមកវិញភ្លាមអានឹងអាយ៉ងយួនភ្លាមហ្នឹងហ្មងបងប្អូនហើយអញ្ចឹងបានខ្ញុំមើលពីកម្រិតខូចណាដូចយកប្រដាប់ស្ទង់ទៅស្ទង់ជាតិស្ករនៅក្នុងឈាមអញ្ចឹងណាយកប្រដាប់ស្ទង់ទៅស្ទង់ជាតិខូចខ្ញុំស្ទង់ទៅខ្ញុំថាជាតិខូចរបស់គណៈបកប្រជាជនណាខូចតិចជាងជាតិខូចរបស់គណៈបកសាងគ្រោះឲ្យជាតិទេបងប្អូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនណាបងប្អូនណាគាត់ល្ងងជាងពួកអស់ហ្នឹងអំពើដែលគាត់ធ្វើទៅវាមានប៉ះពាល់ដល់ប្រទេសជាតិភាគច្រើនទៅជាមួយនឹងភាពល្ងងរបស់គាត់គិតមិនដល់គិតបានតែប៉ុណ្ណឹងពួកគ្នារៀនបានតិចបងប្អូនអត់មានមូលដ្ឋានលូតលាស់ហើយដល់ពេលទីប្រឹក្សាជុំវិញឲ្យយោបល់តែកន្លែងណាដែលទីប្រឹក្សាគេចង់ឲ្យគាត់ចេះណាបើស្នាជាយើងរៀនបានច្រើនគេឲ្យយោបល់មកយើងក្បាលមានចម្រោះកន្លែងណាយើងមិនចង់ចូលយើងអត់ឲ្យវាចូលទេដល់ពេលគាត់វាមានគ្រូរបស់គាត់ជាភាសាអង្កើតហើយគាត់រៀនបានតិចចូលប្រៃទៅរៀនបានតិចដល់ពេលអញ្ចឹងអាកង្កើតជាឲ្យយោបល់ហើយឲ្យយោបល់កន្លែងណាចំណេញវាដល់ពេលគាត់ធ្វើទៅចេះតែបានជោគជ័យជាពិសេសរឿងផ្ដួលរំលំដៃគូរបស់គាត់គូប្រជែងណាដល់ពេលអញ្ចឹងគាត់មានមោទនភាពគាត់ជឿជាក់លើគ្រូគាត់អញ្ចឹងបានខ្ញុំនិយាយថាកម្រិតជាតិខូចរបស់គាត់ណាគឺគាត់មានកម្រិតជាតិខូចតិចការងារទាំងអស់ទៅជាមួយនឹងភាពល្ងងច្រើនជាងភាពខូចប៉ុន្តែសំរងស៊ីនិងកឹមសុខានេះណាបងប្អូនអាក្រក់ខ្លាំងណាស់បុនច័ន្ទមុលបងប្អូនថាគាត់និយាយហើយនិយាយទៀតគាត់និយាយពីភាពអាក្រក់របស់មនុស្សខ្មែរគាត់ថាបកែនណាស់ខាងលៀបពណ៌បកែនណាស់ហើយគាត់បុកតែកន្លែងហ្នឹងគាត់ថាខ្មែរអាក្រក់កន្លែងហ្នឹងខ្លាំងណាស់នៅក្នុងចលនាមួយគឺពួកអាខូចនៅក្នុងចលនាហ្នឹងទាំងចលនាក្បត់ជាតិចលនាស្នេហាជាតិអីខ្លះគឺមានពួកអាខូចនៅទាំងអស់ហើយចាំមើលវាបកែនលៀបពណ៌ចាក់ចោចគឺថាវាជាងមនុស្សស្រីទៅទៀតអាចាក់ចោចហ្នឹងនឹកប្រុសហ្នឹងក្នុងក្រុមហ្នឹងបែងជើងគ្នាដើម្បីឡើងកាន់តំណែងធំបុនច័ន្ទមុលគាត់និយាយតែអាក្រក់កន្លែងហ្នឹងថាអាក្រក់ណាស់ក្តិចទួយតគួនលូតមិនបានលៀបពណ៌គាត់និយាយតែកន្លែងហ្នឹងបងប្អូនមើលអាធឺហ្នឹងតើនៅក្នុងក្រុមណាច្រើនជាងគេមិននៅក្នុងគណៈបកប្រជាជនទេណានៅក្នុងគណៈបកសាងគ្រោះឲ្យជាតិគណៈបកប្រជាធិបតេយ្យហ្នឹងអាត្រង់ហ្នឹងដែលខ្ញុំចេះតែឆ្ងល់កែមលៃតែពេលណាគេសួរគាត់ពីការបង្កើតគណៈបកគាត់ដូចថាគាត់អត់ចង់និយាយគាត់ខ្លាចគេថាគាត់ហ្នឹងបង្កើតគណៈបកបបែកបបាក់សំឡេងអ្នកប្រជាធិបតេយ្យដល់ពេលគេសួរបង្កើតគណៈបកគឺថាគាត់និយាយអត់ចេញហ្មងជួនកាលប្រទាំងប្រទើគ្នាទៀតពីអ្នកយ៉ងសង្កមាគាត់ពីរអ្នកហ្នឹងមិនអាក្រក់ទេបងប្អូនខ្ញុំមើលសន្តានគាត់គាត់អាក្រក់ទេលោកកែមលៃគាត់អាក្រក់ទេប៉ុន្តែការយល់របស់គាត់តែមិនជ្រៅគេសួរគាត់រត់តែដងទៅកន្លែងណាក៏ដោយថាលោកចង់បង្កើតគណៈបកថ្មីគាត់ជួនកាលលោកយ៉ងសង្កមានិយាយបច្រាស់មួយគាត់ថាចង់បង្កើតដល់ពេលលោកកែមលៃថាអត់ហេតុអីបានអញ្ចឹងបងប្អូនលៀបយោសរសើរសុកហើយធွာផ្ទុយនឹងសរសើរគឺនិន្ទាភ័យខ្លាចគេនិន្ទាហេគាត់ភ័យខ្លាចគេនិន្ទាជាប់លោកធម៌បើខ្ញុំវិញណាខ្ញុំនឹងថាហ្មងឲ្យដាច់ហ្មងមិនចង់បង្កើតគណៈបកហេហែងបង្កើតគណៈបកបំបែកសម្លេងអ្នកប្រជាធិបតេយ្យហែងថាណាអ្នកប្រជាធិបតេយ្យហែងថាណាប៉ុន្តែអញមើលអត់ប្រជាធិបតេយ្យទេហើយថែមទាំងអញធ្លាប់ជួយគៀងកើស្លឹកឆ្នោតឲ្យអាបកនឹងទៀតអញដឹងថាវាអត់ត្រឹមត្រូវវាអត់ប្រជាធិបតេយ្យហែងតាថាអ្នកប្រជាធិបតេយ្យហែងអ្នកថាតាតែអញថាអត់ប្រជាធិបតេយ្យទេដូច្នេះរឿងអីអញមិនបង្កើតគណៈបកមួយទៀតហេបង្កើតចឹងបបែកអញថាបើវាបានខ្ទេចខ្ទីកាន់តែឆាប់កាន់តែល្អទៅទៀតពីព្រោះវាខូចយ៉ាងហ្នឹងបើបោកវាបានដូចបោកកែវបោកផឹងភ្លាមឲ្យវាខ្ទេចទៅអាខូចហ្នឹងមិនគណៈបកប្រឆាំងទេគណៈបកប្រឆោតទេលោកហ៊ុនសែនគាត់និយាយកាលឆ្នាំ2011គាត់ថាស្រុកខ្មែរមានគណៈបកតែ3ទេទោះបីច្រើនប្រមាណក៏ដោយប៉ុន្តែបើពិនិត្យលក្ខណៈរបស់វាមាន3គណៈបកកណ្ដាលអំណាចគណៈបកប្រឆាំងនិងគណៈបកប្រឆោតគាត់តែលើតែគណៈបកប្រឆាំងគឺប្រជាប្រដ្ឋខ្មែរនឹងដោតទៅរកគណៈបកសង្គ្រោះជាតិនឹងភ្លាមក្នុងចិត្តរបស់គាត់ណាថាសង្គ្រោះជាតិនឹងឲ្យប្រឆាំងក្រៅពីសង្គ្រោះជាតិនឹងមានរួមទាំងយើងផងគឺប្រឆោតប្រជាប្រដ្ឋខ្មែរគាត់គិតចឹងណាយើងបានប្រឆាំងដាច់ក្បាលដាច់កតុយយើងប្រឆាំងនឹងអំពើអាក្រក់មិនដែលចោះចាញ់តែអានោះធ្វើប្រឆាំងទេ
អត់មានប្រឆាំងជាមួយអំពើអាក្រក់ទេឥឡូវបងប្អូនមើលថ្ងៃហ្នឹងកំពុងតែបែកវល់អ្នកស្រីលក្ខសុភាពគណៈកម្មការយុបបោះសង្គ្រោះជាតិចេញមកនិយាយអំពីអំពើពុករលួយរបស់គណៈបកសង្គ្រោះជាតិថាសំរងស៊ីហ្នឹងវារឿងអញ្ញាញ៉ៃនឹងលុយ40លានដុល្លារនេះស្រាប់ឥឡូវហ្នឹងនិយាយបញ្ចេញមកគ្រប់គ្នាដើម្បីការពារថារឿងហ្នឹងមិនអញ្ចឹងទេរួចហើយមិនដែលផ្លេចរឿងលៀបពណ៌អញ្ចឹងបានខ្ញុំថាកម្រិតជាតិអាក្រក់ក្នុងគណៈបកសង្គ្រោះជាតិនឹងខ្លាំងណាស់បងប្អូនពីណាថាគណៈបកនឹងប្រជាធិបតេយ្យពីណាថាគណៈបកនឹងជាគណៈបកប្រឆាំងប្រឆោតទេដូចលេងល្ខោនអញ្ចឹងវាមានតួចិត្តល្អវាមានតួយៈសួរតែតួយៈហើយតួចិត្តល្អវាឆ្លោះគ្នាថាអត់ទេវាធ្វើឆ្លោះគ្នាដើម្បីលក់សបុតយកលុយដល់ពេលចុងកតុយទៅហែងយក68ទៅអញយក55មករួចហើយក៏អោបគ្នាទៅអាណត្តិក្រោយធ្វើឲ្យចឹងទៀតទៅវត្តដាក់របស់វាណាបោះឆ្នោតប្រគប់កិច្ចរួចហើយតវ៉ាស្លឹកឆ្នោតបាតកម្មបំពេញកិច្ចរួចហើយចរចាគ្នាទទួលយកបង្ហើយកិច្ចអេវ៉ាំងអា1000ទេអញ្ចឹងអានឹងវត្តដាក់របស់វាអាណត្តិណាក៏បោះឆ្នោតតែបោះធ្វើអីថាបោះប្រគប់កិច្ចព្រោះអត់បោះអត់ប្រជាធិបតេយ្យបោះរួចហើយចាញ់គេបើមិនបាតកម្មទេអាអ្នកបោះឆ្នោតវាមិនស្កប់ចិត្តអញ្ចឹងបាតកម្មបំពេញកិច្ចបំពេញថាវាមិនត្រឹមត្រូវនោះអញ្ចឹងត្រូវតែបាតកម្មចុងក្រោយចរចាទទួលយកជាកិច្ចបង្ហើយបុណ្យអានឹងគឺអញ្ចឹងរាល់តាអាណត្តិអញ្ចឹងវាមិនមែនប្រឆាំងទេបងប្អូនពីព្រោះវាពុកអលួយដូចគ្នាបាក់ពួកដូចគ្នាអាយើងបានប្រឆាំងប្រឆាំងដាច់ក្បាលដាច់កតុយប៉ុន្តែប្រឆាំងតែនឹងអំពើទេបើឃើញគេល្អសឹងនិយាយឲ្យខ្លីថាបើពិតបើកត់យើងជឿជាក់ថាអ្នកឯងល្អកែអត្តចរិត 100% ឈប់ធ្វើបាក់ព្រាមហ្មងយើងអញ្ចឹងយើងអានឹងគេហៅប្រឆាំងដាច់អហង្ការអញ្ចឹងបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ថាស្រុកខ្មែរមានគណៈបកតបីឯគណៈបកច្រើនបណ្ណាក៏ដោយកាន់អំណាចប្រឆាំងហើយនឹងប្រឆោតប្រជាប្រដ្ឋនឹកឃើញប្រឆោតយើងហ្មងអាប្រឆាំងសំនឹងស៊ីហ្មងមើលអត់ធ្លុងពួកនឹងអត់មានប្រឆាំងជាមួយនឹងអំពើពុករលួយទេអត់មានប្រឆាំងជាមួយនឹងប្រមូលផ្ដុំអំណាចទេ2ថ្ងៃមុន3ថ្ងៃមុននេះគេប្រជុំគណៈបកទាំងអស់ហើយគណៈបកយើងទៅដែរនិយាយពីប្រព័ន្ធបោះឆ្នោតយើងទាមទារឲ្យមានការបោះឆ្នោតចំមុខអង្គការសង្គមស៊ីវិលទាំងអស់ទាមទារឲ្យបោះឆ្នោតឯកតនាមបោះឆ្នោតចំមុខមានតែគណៈបកសង្គ្រោះជាតិទេព្រោះគណៈបកប្រជាជនអត់ចូលមានតែគណៈបកសង្គ្រោះជាតិទេដែលអត់ព្រមបងប្អូនពិចារណាមើលគណៈបកដែលបងប្អូនស្រឡាញ់ហ្នឹងបើបងប្អូនមើល Facebook ក៏បងប្អូនឃើញហើយតំណាងរបស់គណៈបកសង្គ្រោះជាតិលោកភិរមគេមកការពារគឺគេអត់ព្រមទេឲ្យហេតុផលសពគ្រប់បែបយ៉ាងថាយើងមិនត្រូវដូរប្រព័ន្ធបោះឆ្នោតសមាមាត្រហ្នឹងមកឯកតនាមទេបងប្អូនឃើញទេអត់ប្រឆាំងជាមួយនឹងអំណាចផ្ដាច់ការទេអត់ប្រឆាំងពុកអលួយអត់ប្រឆាំងបកពួកនិយមទេព្រោះកូនគាត់អីកម្មសខាទាញដាក់ហើយអាហ្នឹងអត់ប្រឆាំងជាមួយនឹងបកពួកនិយមទេហើយក៏អត់ប្រឆាំងជាមួយនឹងរបបផ្ដាច់ការដែរពីព្រោះអត់ចង់ដូរប្រព័ន្ធបោះឆ្នោតសមាមាត្រទៅជាឯកតនាមដើម្បីឲ្យអ្នកតំណាងរាស្ត្រមិននៅខាងរាស្ត្របបែកអំណាចទេអត់ទេអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាអត់ប្រឆាំងទេប្រឆោតទេណាបងប្អូនគណៈបកហ្នឹងគណៈបកប្រឆោតទេរៀនហៅទាំងអស់គ្នាđóថ្ងៃក្រោយហៅតែហ្មងយើងអ្នកចេញហៅមុនអាគណៈបកប្រឆោតគណៈបកប្រឆោតអញ្ចឹងយូរបាច់សាចហើយយើងមិនកាច់មួលទេណាយើងមិនកាច់មួលទេវាមានហេតុផលពិតប្រាកដបើយើងនិយាយខុសការពិតទៅថោកខ្លួនយើងអ្នកនិយាយយើងមានហេតុផលតាំងពីដើមមកដែលយើងណានិយាយពីព្រោះយើងអត់ច្បាស់ក្នុងខ្លួនតែឥឡូវច្បាស់ហើយវាអត់ប្រឆាំងពុកអលួយទេវាអត់ប្រឆាំងបកពួកនិយមទេវាអត់ប្រឆាំងរបបផ្ដាច់ការប្រមូលផ្ដុំអំណាចទេអញ្ចឹងវាធ្វើប្រឆាំងទេអាធ្វើប្រឆាំងនឹងហើយគឺប្រឆោតម្សិលមួយថ្ងៃនេះអ្នកស្រីលក្ខសុភាពគណៈកម្មការនយោបាយរបស់គណៈបកសង្គ្រោះជាតិចេញមកផ្សាយជាទីសាធារណៈថាសំរងស៊ីគាត់ពាក់ព័ន្ធនឹងរឿងលួចលុយរបស់គណៈបកពី30ទៅ40លានដុល្លារនិយាយពីមន្ត្រីធំគេចេញមកខ្ចប់ភ្លើងគេចេញមកខ្ចប់ខ្ញុំថានោះដល់ពេលហើយតាំងថាយើងបំបាក់វាហ្នឹងការពិតណាបើគេធ្វើត្រឹមត្រូវបងប្អូនរួចហើយយើងទៅលៀបពណ៌គេទៅនិយាយពលិសការពិតអាលាយខ្លួនណាមិនអាលាយវាលាយខ្លួនណាដូចយើងសប្ងៃយើងតូចជាងអាគណៈបកនោះទៅទៀតតូចយើងប៉ុន្តែដោយសារវាលៀបពណ៌យើងឃើញយើងអត់ងាប់ទេហើយអាលាយខ្លួនរបស់វាបដាយើងនិយាយគេជឿរួមទាំងវាទាំងផងជឿវាជឿថាយើងនិយាយត្រឹមត្រូវហ្មងជាពិសេសបងប្អូនខ្ញុំលក់ទឹកខ្មុំអាពួកសង្គ្រោះជាតិហ្នឹងមកទិញហ្មងវាដឹងតែរបស់យើងសុទ្ធដល់គ្នាវាលក់វាថាអញមិនទិញទេបើហែងនោះគ្នាវាហ្នឹងអត់ទិញទេ
វាដឹងថាយើងធ្វើត្រូវហ្មងវាដឹងថាយើងនិយាយធ្វើត្រូវដល់ពេលយើងនិយាយធ្វើត្រូវហ្នឹងសួរថាអាណាបំបែកយើងបានដល់ពេលពួកវាវិញណាបងប្អូនវាខំបិទខំបាំងហ្នឹងវាចេញមកបិទបាំងបងបារាំងសម្ភារយ៉ែមបញ្ញរិទ្ធបងប្អូនណាសន្តានរបស់វាដែកវាមិនដែលឆក់បានស្ពាន់ទេបងប្អូនមេដែកឆក់បានតដែកសំរៀងស៊ីកម្មសខាកណាត់អញ្ចឹងឆក់បានមកវាតែអញ្ចឹងហ្មងយ៉ែមបញ្ញរិទ្ធគេសម្ភារអាគាត់លៀងកកូតរបស់គាត់ណាលៀងអីលៀងទៅបងប្អូនណាវាល្មមសំរុំគួរទទួលយកបានប៉ុន្តែអាលៀងកកូតហើយហ្នឹងដៃលៀងកកូតអាជើងផាយគេជើងណាដឹងគាត់និយាយថាម៉េចទេអីក៏ចៃដន្យម៉េះអ្នកស្រីលក្ខសភាពហ្នឹងចេញមកនិយាយការអញ្ចឹងអីក៏ចៃដន្យម៉េះវាចៃដន្យចំពេលដែលកែមលៃណាចង់បង្កើតគណៈបកបងប្អូនឃើញអាសណ្ដានលៀបពណ៌ចង់លៀបពណ៌គេហ្នឹងភាសាណាអាខ្លួនឯងលៀងកកូតខ្លួនឯងថាមិនអញ្ចឹងទេនៅគ្រាន់ទេណាឆ្លៀតលៀបពណ៌លក្ខសភាពនឹងទៅទៀតចុះពីយូរមកហើយមិនក៏មិននិយាយថាលក្ខសភាពនឹងអញ្ចឹងថាលក្ខសភាពនឹងចេះតែដើរនិយាយតែអញ្ចឹងតាំងពីយូរមកហើយក៏តែអញ្ចឹងហើយក៏ថាអីក៏ចៃដន្យម៉េះចេញមកនិយាយពេលហ្នឹងចំពេលដែលកែមលៃហ្នឹងចង់បង្កើតគណៈបកបងប្អូនឃើញលៀបពណ៌ហើយឃើញទេដល់ពេលកម្មសខាវិញកម្មសខាគាត់លៀបពណ៌មិនដែរសន្តានគាត់អាក្រក់អាត្រង់ហ្នឹងដែលខ្ញុំនិយាយថាយើងយកកែវស្ទង់ទៅស្ទង់ជាតិអាក្រក់គណៈបកសង្គ្រោះជាតិទៅអាក្រក់ជាងគណៈបកប្រជាជនអាត្រង់ហ្នឹងដែលវាមិនឈ្នះគណៈបកប្រជាជនទេណាវាបានអាផ្កាប់មុខហ្នឹង55កៅអីហ្នឹងតែអាមនុស្សដែលស្អប់គណៈបកប្រជាជនដែរប៉ុន្តែឃើញគណៈបកសង្គ្រោះជាតិទៅវាអាក្រក់ដែរវាអត់ចេញមកជួយប្រគប់ដល់ពេលអញ្ចឹងបានវាអត់ឈ្នះដឹងកម្មសខាគាត់លៀបពណ៌ថាម៉េចគាត់លៀបពណ៌ថាបងប្អូនហើយគេឃើញយើងចូលសភានេះគេខំប្រឹងលៀបពណ៌អូនិយាយពីគេនាំគ្នាបំផុសបំផុលឲ្យប្រជាប្រដ្ឋដែលជាអ្នកមានស្មារតីទុនខ្សោយហ្នឹងឲ្យដើរនិយាយថាគណៈបកសង្គ្រោះជាតិហ្នឹងចូលជាមួយគណៈបកប្រជាជនហើយអាណត្តិក្រោយគណៈបកហ្នឹងនឹងធ្លាក់សលែងឆ្នោតហើយកម្មសខាគាត់និយាយថាគណៈបកប្រជាជនប្រើឲ្យធ្វើគាត់និយាយចឹងគណៈបកប្រជាជនប្រើឲ្យធ្វើគឺប្រើប្រជាប្រដ្ឋថ្នាក់មូលដ្ឋានឲ្យដើរនិយាយថាគណៈបកសង្គ្រោះជាតិហ្នឹងចូលគណៈបកប្រជាជនហើយអាណត្តិក្រោយធ្លាក់សលែងឆ្នោតហើយព្រោះប្រជាប្រដ្ឋគេស្អប់ច្រើនណាស់ដើរឲ្យធ្វើចលាចលអញ្ចឹងគាត់ថាគណៈបកប្រជាជនគេរៀបចំអញ្ចឹងដល់ពេលរៀបចំទៅគាត់និយាយដល់ពេលរៀបចំទៅវាអត់ប្រសិទ្ធភាពនិយាយតែខ្លួនគាត់ហ្នឹងអត់ប្រសិទ្ធភាពអត់អីហ្នឹងដូចតែសែនអ្នកតាអញ្ចឹងសែនអ្នកតាមានអ្នកតាណាស៊ីមានអ្នកតាថាម៉េចអត់ផងយើងថាខ្លួនយើងដាក់មន់មួយទៅអូលោកតាសប្បាយចិត្តសែបសោយហើយលោកតាកំពុងសែបសោយនេះអូលោកតាថាឲ្យកូនចៅបានសុខហើយថាតែខ្លួនគាត់ទេអញ្ចឹងកម្មសខាអញ្ចឹងដែរគាត់ថាអូប្រើប្រជាប្រដ្ឋឲ្យនិយាយតែប្រជាប្រដ្ឋរឹងមាំប្រជាប្រដ្ឋអត់ជឿតាមគាត់និយាយតែខ្លួនគាត់អញ្ចឹងដូចសែនអ្នកតាអញ្ចឹងដល់ពេលប្រជាប្រដ្ឋអត់បែកបាក់អត់ជឿតាមឥឡូវនេះគេប្រើក្រុមខាងលើណែគាត់លៀបពណ៌ណាគេប្រើក្រុមខាងលើក្រុមបណ្ឌិតក្រុមបញ្ញវន្តណែចង់លៀបពណ៌កែមលៃហ្នឹងគណៈបកប្រជាជនគេប្រើអាក្រុមបំបែកបំបានឥឡូវគេប្រើអាបញ្ញវន្តថ្នាក់លើដើម្បីឲ្យមកបបែកពីព្រោះគណៈបកប្រជាជននិយាយខ្លួនឯងឥតប្រសិទ្ធភាពទេកម្មសខាលៀបពណ៌បងប្អូនឃើញលៀបពណ៌សណ្ដានណាសណ្ដានបំនឹកខូចបងប្អូនដឹងឃោសនានយោបាយគេឃោសនាមិនខ្មិចឃោសនាប្រកួតប្រជែងភាពល្អរបស់ខ្លួនភាពល្អអាណាល្អជាងគេណាអាមិនចេះកាច់មួលគេអាមិនចេះធ្វើនយោបាយចង់បានតែស្លឹកឆ្នោតដើរប្រឡប់រាសុទ្ធសឹងតែសណ្ដានល្អណាបងប្អូនសុទ្ធសឹងតែសណ្ដានល្អការចេញទៅប្រកួតនយោបាយគឺទៅប្រកួតភាពល្អរបស់គណៈបកមួយអានេះរស់ស៊ីតប៉ែងជើងគេហ្មងបើថាប៉ណ្ណាំងឡានវិញតិចបោះដុំថ្មគេកំពុងបើកតាំងបោះដុំថ្មទៅឡានវាអត់លឿនទេឯងងាកភ្នែកមិនទាន់ទេឡានឯងចាក់មកសុទ្ធយកសាំងទៅចាក់ថែមដើម្បីឲ្យឡានយើងខូចធ្វើគ្រប់មធ្យោបាយទាំងអស់ធ្វើម៉េចក៏ដោយឲ្យតែឡានគេទៅមុខអត់បានហើយគាត់និយាយប្រាប់ថាម៉េចហេធម្មតាទេគាត់និយាយចឹងយើងបង្កើតគណៈបកនយោបាយទោះបីគេល្អជាងយើងក៏មិនទៅឃោសនាឲ្យគេដែរគាត់និយាយចឹងកម្មសខាគេសួរគាត់នោះថាហេតុអ្វីបានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានការកំណត់អាណត្តិយុរដ្ឋមន្ត្រីហើយគេបង្កើតមុនគណៈបកសិទ្ធិមនុស្សទៀតហេតុអីបានកម្មសខាអត់និយាយគាត់ថាទៅនិយាយឲ្យគេមិនទោះបីគេល្អក៏ដោយយើងអត់ត្រូវនិយាយទេយើងនិយាយតែចំណុចអាក្រក់របស់គេបានហើយបើយើងទៅនិយាយល្អឲ្យគេមានន័យថាយើងអាយ៉ងគេបងប្អូនអាយ៉ងរបស់ល្អតាអាយ៉ងរបស់ល្អតាបងប្អូនចាំណាមើលហើយធ្វើនយោបាយល្មិចបានឃើញគេល្អមិនបានហ្នឹងបងប្អូនមិនរឿងប្រយោជន៍ផ្ទាល់ខ្លួននៅលើគោកកមែល
បងប្អូនមើលមិនបានមើលអត់ឃើញកាហេហេកម្មសខាគាត់និយាយចឹងគាត់លៀបពណ៌គេអញ្ចឹងការចេញទៅប្រកួតឆាកនយោបាយទាំងអស់គឺទៅប្រកួតភាពល្អអាណាល្អជាងគេហើយចុះកម្មសខាស៊ីតែលៀបពណ៌នេះសំរងស៊ីក៏ដូចគ្នាបងប្អូនមើលគាត់លៀបពណ៌កម្មសខាមើលអញ្ចឹងបានអាពួកម៉ាក់ខ្ញុំមួយដែលរត់ចេញពីសំរងស៊ីមកចូលកម្មសខាដែលវាធ្លាប់និយាយថាម៉េចទេសំរងស៊ីកន្លែងល្ងិតកម្មសខាកន្លែងភ្លឺប្រពុតលោកថាចេញពីកន្លែងល្ងិតមកកន្លែងភ្លឺគេថាអញ្ចឹងណាសំរងស៊ីល្ងិតកម្មសខាភ្លឺនិយាយបានមកសតុផងកម្មសខានេះនាំពីភ្លឺទៅចូលល្ងិតវិញចាប់ពីថ្ងៃនងមកវិនាសន្តិលែងហ៊ានជួបមុខខ្ញុំហ្មងពួកម៉ាក់ខ្ញុំមួយនោះលែងហ៊ានហ្មងខ្លាចខ្ញុំនិយាយបើថាជួបខ្ញុំមកចាប់ដៃតែបន្តិចរួចទៅប្រូចហ្មងលែងហ៊ាននិយាយហ្មងនិយាយពីម៉ែអាលៀបពណ៌ពេលនោះសំរងស៊ីគាត់ចង់សាកប្រជាប្រិយភាពរបស់គាត់មើលថាតើប្រជាប្រិយភាពរបស់គាត់នឹងជាកំបិតមួយអាចសម្លាប់កម្មសខាបានអត់គាត់ចង់លៀបពណ៌ហ្មងគាត់ថាម៉េចទេគាត់ថាបងប្អូនគណៈបកសិទ្ធិមនុស្សនេះគណៈបកប្រជាជនបង្កើតមកទេឃើញទេដែលគាត់ដឹងច្បាស់ថាកម្មសខានេះមិនមែនគណៈបកប្រជាជនបង្កើតមកទេណាទាំងសំរងស៊ីទាំងគង់គាត់និយាយពីម៉ែអាលៀបពណ៌កម្មសខាដល់ពេលលៀបពណ៌ឆ្អែតឆ្អល់ហល់ប្រមាត់ហើយមើលទៅវាឃើញថាមិនងាប់ត្រង់ណាបងប្អូនត្រង់បោះឆ្នោតឃុំសកាត់កម្មសខាឡើងគ្រាន់តែឡើងភ្លាមបងប្អូនណាសំរងស៊ីគាត់ដឹងថាប្រជាប្រិយភាពរបស់គាត់ដោយកបិតដែរកាប់អត់មុតទេដល់អត់មុតរួបរวมគ្នាភ្លាមអញ្ចឹងបានខ្ញុំប្រើទ្រឹស្ដីមួយថាមនុស្សអាក្រក់វាអាចនៅជុំគ្នាធ្វើជាស្រឡាញ់គ្នាបានដោយសារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់វាពីព្រោះវាបែកគ្នាទៅវាហិនហោចប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែមនុស្សល្អនៅជាមួយគ្នាព្រោះមានមនោសញ្ចេតនាជាមួយគ្នាទោះបីអោបគ្នាទៅពួកគេក្រលហេមលហាមទាំងអស់គ្នាក៏ដោយបងប្អូនក៏ពួកគេនៅតែអោបគ្នាដែរដូចប្តីប្រពន្ធដែលស្រឡាញ់គ្នាអញ្ចឹងគូស្នេហាដែលស្រឡាញ់គ្នាអញ្ចឹងម៉ែឪគាត់ប្រាប់ថាហែងឲ្យតែហ៊ានទៅការមួយមីកូនអ្នកក្រហ្នឹងអញអត់មានឲ្យទ្រព្យសម្បត្តិឯងតិចក៏វានៅតែទៅអោបគ្នាល្មួលដែរបងប្អូនពីព្រោះវាស្រឡាញ់គ្នាវាមានមនោសញ្ចេតនាមួយគ្នាបានវានៅមួយគ្នាប៉ុន្តែពួកអាខូចទេបងប្អូនវានៅជាមួយគ្នាព្រោះប្រយោជន៍ផ្ទាល់ខ្លួនក្នុងបកនឹងអត់ត្រូវគ្នាទេគណៈកម្មការនយោបាយដែលធ្លាប់ស្គាល់ខ្ញុំកាលនៅគណៈបកសំស៊ីទេលេហ្វូនមកប្រាប់ខ្ញុំថាអើយអត់ខុសគណៈបកប្រជាជននេះបន្តិចហ่าហើយដឹងគណៈបកប្រជាជនណាធ្លាក់ស្លឹកឆ្នោតអាណត្តិមុនរឿងអីអត់រឿងទៅយកអាពួកប្រឆាំងបកាយជេហ្នឹងរួចហើយយកមកឲ្យតំណែងតួនាទីហើយឯងខំធ្វើការក្នុងគណៈបកចង់ងាប់20 30ឆ្នាំហើយគ្រប់គ្រងគណៈបកប្រជាជនហើយអត់ឲ្យតំណែងតួនាទីឯងទេដល់អាជេមកពីសិទ្ធិមនុស្សមកពីសំរងស៊ីជេគណៈបកប្រជាជនខ្លាំងគណៈបកប្រជាជនអូសចូលគណៈបករួចហើយឲ្យតំណែងក្តៅចាំមើលអាណត្តិក្រោយឡើងបោះឆ្នោតឲ្យធ្លាក់ទៅពី90កៅអីមកនៅ68ទៅក្តៅពេកក្តៅរឿងអីថាក្តៅរឿងទៅអូអាអ្នកជេឲ្យមកចូលក្នុងគណៈបករបស់ខ្លួនរួចឲ្យតំណែងបើមិនឲ្យតំណែងមិនបានវាបាត់ជេហាបងប្អូនចាណាមើលអានឹងហើយទ្រឹស្ដីឈ្នះរបស់អំណាចចុះអញ្ចឹងបានខ្ញុំថាឈ្នះហើយទៅយកកណោខ្មោចងាប់មកច្រើនណាស់សិតតែកណោខ្មោចងាប់ពួកអាអ្នកចេញមកពីគណៈបកសិទ្ធិមនុស្សមកពីគណៈបកសំស៊ីដល់ពេលមកចូលទូគេឲ្យជេមេវាធម្មតាតែហែងចូលមកឲ្យត្រូវជេមេហើយដឹងវានិយាយថាម៉េចគេសួរវាអាយដាមហេតុអីបាននៅក្នុងគណៈបកសំរងស៊ីនោះអាយដាមជេគណៈបកប្រជាជនខ្លាំងម៉េចបើឥឡូវហ្នឹងនិយាយថាគណៈបកប្រជាជនល្អយ៉ាងហ្នឹងហើយចុះហេតុអីកាលនៅគណៈបកសំស៊ីជេខ្លាំងម៉េចគាត់ថាអីនយោបាយគេធ្វើអញ្ចឹងទៅនៅគណៈបកផ្សេងគ្នាបើមិនឲ្យជេមិនបានលឹកឆ្នោតអញ្ចឹងអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាពួកនេះមិនមែនស្អប់អំពើអាក្រក់ទេមិនមែនប្រឆាំងទេបងប្អូនប្រឆោតទេដល់ពេលគណៈបកសង្គ្រោះជាតិឥឡូវដូចគ្នាអានងបងប្អូនដូចគ្នាអានងគណៈកម្មការនយោបាយក្នុងគណៈបកទេលេហ្វូនមកប្រាប់ខ្ញុំហើយមើលអញធ្វើគណៈកម្មការនយោបាយ20ឆ្នាំហើយហើយពិចារណាមើលស្រាប់តែឥឡូវទៅហៅមុតចន្ទថាណោះពីគណៈបកនរោត្តមរណរដ្ឋណោះកាលពីមុននិយាយពីជេសំរងស៊ីអាគាត់នោះស្រាប់ឥឡូវយកមកធ្វើទីប្រឹក្សារបស់អនុប្រធានទី1រដ្ឋសភាស្មើអញដែរគិតមើលអញក្តៅពេកអញឈប់មកអញលាចេញពីតំណែងមកមកយកតំណែងមកឲ្យគេអាកូនចៅនៅក្នុងគណៈបកនឹងខំតស៊ូចង្អក់គ្នាបានទេវាដើរហៅគេមកវាដើរហៅឡៅមកហៅឡៅអីណោះមកចូលទាំងអស់ដើម្បីប្រមូលលក្ខណៈផ្ដាច់បែកបងប្អូនឃើញទេដើម្បីរកស្លឹកឆ្នោតអាណត្តិក្រោយទៀតអញ្ចឹងបានពួកនឹងវានិយាយថាអូយអត់ខុសគណៈបកប្រជាជនទេដូចគ្នានេះបានអនុប្រធានរដ្ឋសភាមួយផងបើស្នាជាបានរដ្ឋមន្ត្រីបានស្អីមកកណោទៀតនឹងនិយាយពីគៀងចូលដើម្បីអីដើម្បីអាណត្តិក្រោយវាជួយយកស្លឹកឆ្នោតឲ្យភ្លឺភ្នែកនៅជារដ្ឋខ្មែរភ្លឺនៅយើងឯងប្រចាំតែងាប់ឯងយើង
តើអត់គិតដល់ងាប់នយោបាយគេធ្វើអញ្ចឹងនយោបាយគេធ្វើអញ្ចឹងសំរាំងស៊ីបងប្អូនគាត់លៀបពណ៌កម្មសខានោះគូថាលៀបឲ្យងាប់មកបងប្អូនលៀបឲ្យងាប់ដល់ពេលលៀបមិនងាប់ទៅគេថាអ្នកស្នេហាជាតិយើងត្រូវតែរួបរวมគ្នាបងប្អូនណាធម្មតាគេថាដូចប្តីដូចប្រពន្ធឆ្លោះប្រកែកគ្នាធម្មតាទេដូចប្តីដូចប្រពន្ធយើងឆ្លោះប្រកែកគ្នាចុងក្រោយយើងស្រឡាញ់គ្នាវិញបងប្អូនណាអាចឆ្លោះប្រកែកប្តីប្រពន្ធណាវាឆ្លោះដើម្បីការរីកចម្រើនរបស់គ្រួសារហ្នឹងទទួលស្គាល់ណាប្តីផឹកស្រាលេងបៀឪវាឯងចេះតែដើរផឹកស្រាលេងបៀអញ្ចឹងមានប្រពន្ធចង់មានអីចឹងហាន់ហើយគ្រួសារអស់ហើយវាឆ្លោះគ្នាអញ្ចឹងបងប្អូនហើយនេះឧទាហរណ៍ប្តីហ្នឹងមានប្រពន្ធចង់ដល់ពេលស្រឡាញ់ប្រពន្ធចង់ខ្លាំងពេករៀបចំគម្រោងសម្រាប់ពន្ធដើមរៀបចំគម្រោងសម្រាប់ហ្មងសម្រាប់ម្ដងជាពីរដងតែមមទាំងដឹងប៊ីងងាប់បងប្អូនចងរឹតកកយើងចង់ងាប់អូអញ្ចឹងថ្ងៃក្រោយត្រូវគ្នាវិញកើតដែរបងប្អូនពិចារណាមើលឆ្លោះគ្នាឆ្លោះឲ្យងាប់ហ្មងឆ្លោះសំអប់មិនមែនឆ្លោះឲ្យរីកចម្រើនគ្រួសារទេណាឆ្លោះបែបសត្រូវប្តីប្រពន្ធមិនមែនឆ្លោះចឹងទេបងប្អូនឆ្លោះរកការរីកចម្រើនអានេះឆ្លោះស្អប់បងប្អូនឆ្លោះខ្មាំងឆ្លោះសត្រូវប៉ុន្តែគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សគេនិយាយថាម៉េចចង់ឲ្យប្តីប្រពន្ធគេឆ្លោះគ្នាតងាប់ឲ្យខំវាសនាឃើញគេរួបរวมគ្នាក្តៅក្រហាយបងប្អូនប្រជាពលរដ្ឋដែលមានបញ្ញាអន់អើមែនឃើញគេរួបរวมគ្នាក្តៅក្រហាយប្តីប្រពន្ធឆ្លោះគ្នាអូប្តីប្រពន្ធឆ្លោះគ្នាបងប្អូនចាណាមើលលៀបពណ៌គេនេះលៀបឲ្យងាប់ហ្មងសំរងស៊ីលៀបពណ៌កម្មសខាគង់គាន់លៀបពណ៌កម្មសខាក្នុងវេទិកាច្រើនណាស់គាត់លៀបពណ៌យើងប៉ុន្តែដល់ពេលយកទៅចាក់កាត់ចោលបងប្អូនណាមានតែវេទិការបស់យើងឯងដែលប្រកាសជាសាធារណៈពួកយើងអត់ខ្លាចមនុស្សមកចូលរួមគណៈបកណាក៏ដោយយើងអត់ខ្លាចទេមកចូលរួមបងប្អូនទៅមើលវេទិកាគេផ្សេងបណ្ដាញសង្គមក៏អត់ហ៊ានប្រកាសដែរហេតុអីខ្លាចយើងទៅចូលរួមពួកយើងទៅសួរណាអត់ប្រកាសទេមកតាមខេត្តមួយអត់ប្រកាសទេខ្លាចគេដឹងអ៊ំស៊ីកម្មសខានេះអត់ទេអត់ហ៊ានប្រកាសទេវេទិកានៅកន្លែងណាខ្លាចពួកយើងទៅបងប្អូនចង់ណាអំពើអាក្រក់វាអញ្ចឹងបងប្អូនហើយបើលោទៅវិញនិយាយពីអសកម្មជនស៊ីឈ្នួលគេនិយាយពីទាញក្បាលមេក្រូឲ្យយើងសួរទេបងប្អូនចង់ណាពួកវាគឺអាចង់ប្រកែណាស់អាខាងលៀបពណ៌អាត្រង់នឹងដែលខ្ញុំចង់ប្រាប់បងប្អូនថាម៉េចទេចង់ប្រាប់បងប្អូនថាបងប្អូនកាលណាយើងប្រកួតនយោបាយយើងប្រកួតអំពីភាពល្អរបស់យើងហើយចុះបងប្អូនមើលកំណត់ល្អរបស់គណៈបកមួយមើលគណៈបកសង្គ្រោះជាតិអាក្រក់ជាងគណៈបកប្រជាជនទៅទៀតខ្ញុំនិយាយអញ្ចឹងគេថាខ្ញុំអាយ៉ងគណៈបកប្រជាជនប៉ុន្តែនេះគឺជាការពិតទេបងប្អូនខ្ញុំមិនឯកភាពទេជាមួយសំរងស៊ីកម្មសខាជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់គណៈបកសំរងស៊ីមួយចំនួនរឿងហ្នឹងបងប្អូនរឿងហ្នឹងខ្ញុំថាបើចង់ឈ្នះគណៈបកប្រជាជនតើយើងល្អជាងគេខ្ញុំនិយាយតែអញ្ចឹងកាលពេលខ្ញុំនៅគណៈបកសំរងស៊ីខ្ញុំនិយាយតែអញ្ចឹងខ្ញុំថាដើម្បីឲ្យឈ្នះគណៈបកប្រជាជនតើតែយើងល្អជាងគេបើទោះបីជាយើងគណៈបកសំរងស៊ីមិនឈ្នះឆ្នោតប៉ុន្តែដោយសារភាពល្អរបស់យើងគណៈបកប្រជាជនវាខ្លាចចាញ់ឆ្នោតវាកែទៅជាល្អក៏យើងអូខេដែរអូគ្មានអាណាធ្វើនយោបាយដូចស្នាឯងទេតែគេធ្វើនយោបាយគេចង់បានអំណាចហើយបងប្អូនមើលឥតមានកំណត់ពាក្យថាជោគជ័យសម្រាប់គណៈបកនយោបាយផងពាក្យថាជោគជ័យគឺមានន័យថាបានផលប្រយោជន៍ទៅដល់រាស្ត្របើយើងធ្វើល្អគណៈបកប្រជាជនភ័យអាភាពល្អរបស់យើងដែលប្រជាពលរដ្ឋយល់វាគឺជាសម្ពាធឲ្យគណៈបកប្រជាជនធ្វើល្អក៏យើងចាត់ទុកថាជោគជ័យដែរតែគណៈបកសំរងស៊ីគេថាអូគ្មានអាណាធ្វើដូចស្នាឯងធ្វើនយោបាយគឺចង់បានអំណាចបងប្អូនណាព្រោះតែចិត្តវាចង់បានអំណាចនឹងហើយដែលវាលៀបពណ៌គ្នាលៀបពណ៌ដើម្បីផ្ដួលរំលំបែងជើងគ្នាដែលវាចេញជាលទ្ធផលគឺហិនហោចប្រទេសខ្មែរហ្នឹងបងប្អូនឃើញសម្ភាសម្ដងណានេះឥឡូវសំស៊ីសម្ភាសម្ដងណាក៏ដែរដឹងគាត់និយាយថាម៉េចទេកាលពីមុនយើងធ្លាប់លៀបពណ៌គ្នានិយាយធ្លាប់បែងជើងគ្នាធ្លាប់យកផលប្រយោជន៍បកជាធំធ្លាប់កាច់មួលគ្នាផ្ដួលរំលំគ្នាឥឡូវនេះយើងត្រូវលុបបំបត្តិវប្បធម៌លៀបពណ៌គ្នាកាច់មួលគ្នាទឹកឡើងត្រីស៊ីសម្ោចទឹកហោចសម្ោចជីត្រីឥឡូវយើងត្រូវលុបបំបត្តិអញ្ចឹងកាលពីអាឃោសនាបាន55កៅអីអត់ទាន់លុបបំបត្តិទេអញ្ចឹងអា55កៅអីហ្នឹងបានដោយសារលៀបពណ៌ហ្នឹងបងប្អូនគិតមើលអញ្ចឹងនិយាយច្បាស់ហ្មងគាត់និយាយច្បាស់ហ្មងហើយកាលពីនោះឯងថាណូគណៈបកសង្គ្រោះជាតិនឹងលៀបពណ៌គេអាប្រជាពលរដ្ឋនឹងក្តៅក្រហាយអាត្រង់ហ្នឹងបងប្អូនដែលខ្ញុំដកចិត្តចេញពីប្រជាពលរដ្ឋដកចិត្តខ្ញុំថាបើជាប់ចិត្តដឹងតែឈួតខ្លួនឯងហ្មងពេលខ្លះបងប្អូនគិតយូរនៅលើពូកអត់មានខ្យល់ដកដង្ហើមភ្លេចដកដង្ហើមគិតពីប្រជាពលរដ្ឋគិតទៅទៅនេះគិតទៅទៅនោះគិតទៅទៅនេះគិតទៅអូជួយម៉ានគិតទៅភ្លេចដកដង្ហើម
អូយអញមកទៅលាយក្បាលហើយមកទៅលាយដូចខ្សែភ្លើងវាក្តៅពេកលាយក្នុងខួរហ្មងអញថាអូលាយអញគិតយ៉ាងហ្នឹងងាប់ហ៎ដល់ងាកទៅម្ចាស់គេវិញចេញមកអើតមុខផ្ទះគេជាកង់លវើកឃើញមុខឯងកេះគ្នាមើលទៀតនោះអាចងហ្នឹងដល់ពេលអញ្ចឹងបងប្អូនវាអស់ចិត្តអស់ចិត្តដល់អស់ចិត្តចង់ឈប់ធ្វើនយោបាយអាចិត្តរបស់យើងដែលវាធ្លាប់ឈឺឆ្អើមគេហ្នឹងឈប់មិនកើតអំពៅឲ្យឈប់ផ្អែមឈប់មិនកើតដល់ពេលអញ្ចឹងបានកំណត់ផ្លូវកណ្ដាលសម្រាប់ដើរគឺថាអញចាក់ផ្សាយរត់យកផ្សាយឲ្យបានច្រើនអញងាប់ណាមិនងាប់ណាវាមិនស្ដាប់ឲ្យវាមិនស្ដាប់ទៅងាប់ហើយអញទៅរវល់អីក្តៅពេកបងប្អូនក្តៅពេកវាហួសហេតុហ្មងបងប្អូន